ថ្ងៃទី7នៃការវិវត្តសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកខ្ញុំបាទពុំសិង្ហហេងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាព្រមទាំងប្រិយមិត្តដែលបានតាមដាននិងទស្សនាថ្ងៃនេះខ្ញុំបាទសូមជូនមកនៅការវិវត្តនៃសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកមកទល់ថ្ងៃទី6ខែមីនាឆ្នាំ2026នេះនៅពេលដែលសង្គ្រាមអ៊ីរ៉ង់កាន់តែរីកធំលោក Donald Trump បាននិយាយថាលោកត្រូវតែមានតួនាទីក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់ប្រទេសអ៊ីរ៉ង់អ្វីដែលត្រូវដឹងនៅថ្ងៃទី7នៃសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកត្រូវតែមានតួនាទីក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ហើយបានហៅកូនប្រុសរបស់អតីតមេដឹកនាំអាយ៉ាតូឡាអាលីខាមីនេថាមិនអាចទទួលយកបានដោយបន្ថែមស្រទាប់នៃភាពមិនច្បាស់លាស់ថ្មីមួយទៅក្នុងសង្គ្រាមនៅមជ្ឈមបូព៌ាឥឡូវនេះនៅថ្ងៃទី7របស់ខ្លួនចំនួននៅតែបន្តរីករាលដាលដោយមានការវាយប្រហារថ្មីរបស់អ៊ីស្រាអែលទៅលើលីបង់និងតេហេរ៉ង់ហើយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានវាយប្រហារប្រទេសជិតខាងអេសឺបៃចាន់ជាលើកដំបូងផងដែរលោក Margaret Brennan បានប្រាប់ CBS News ថាសម្ព័ន្ធមិត្តឈូងសមុទ្ររបស់សហរដ្ឋអាមេរិកដែលរងការវាយប្រហារដោយកំជ្រួចនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់អស់ជាច្រើនថ្ងៃកំពុងរត់ចេញពីឧបករណ៍ចាប់ស្ទាក់ដើម្បីបាញ់ទម្លាក់គ្រាប់មីស៊ីលទាំងនោះអ៊ីរ៉ង់បានផ្គូផ្គងនឹងវោហារសាស្ត្រដ៏តានតឹងរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth ហើយបានគំរាមវាយប្រហារកាន់តែខ្លាំងនិងរីករាលដាលដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់តំបន់ចុះខ្សោយគូបញ្ជាក់ផងដែរថានៅថ្ងៃសុក្រនេះទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាក្រុមប្រឹក្សាអ្នកដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់បានជួបនឹងពិភាក្សាអំពីរបៀបរៀបចំកិច្ចប្រជុំនៃសភាអ្នកជំនាញរបស់ប្រទេសដែលនឹងជ្រើសរើសមេដឹកនាំកម្ពុជាថ្មីរបស់ប្រទេសអ៊ីរ៉ង់ផងដែរយ៉ាងណាមិញអាគារដែលជាប់តាក់ទងនឹងសភាអ្នកជំនាញដែលជាសមាជិកក្រុមស្មៀនមានរហូតដល់88នាក់ត្រូវបានវាយប្រហារក្នុងកំឡុងពេលប្រជុំរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកក្រៅពីនោះក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថាខ្លួនបានចាប់ស្ទាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួន3គ្រឿងនៅភាគខាងកើតរដ្ឋធានីរីយ៉ាតក្រសួងការពារជាតិបាននិយាយថាស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាតត្រូវបានកំណត់គោលដៅដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលបណ្ដាលឲ្យមានភ្លើងឆេះនិងខូចខាតបន្តិចបន្តួចហើយមិនមានរាយការណ៍ថាមានមនុស្សរបួសនោះទេយោងតាមវិទ្យាស្ថានឯកជនសម្រាប់ការសិក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលអារ៉ាប៊ីសាអូឌីតត្រូវបានតម្រង់គោលដៅដោយមីស៊ីលចំនួន14គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន5គ្រឿងចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមយោធាអ៊ីស្រាអែលបានរាយការណ៍ថាខ្លួនបានបើកការវាយប្រហារថ្មីមួយនៅក្នុងរដ្ឋធានីតេហេរ៉ង់នៅព្រឹកព្រលឹមថ្ងៃសុក្រលើអ្វីដែលពួកគេបានពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធរបស់របបអ៊ីរ៉ង់កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសារបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថាខ្លួនបានចាប់ផ្ដើមការវាយប្រហារយ៉ាងទូលំទូលាយទៅលើហេដ្ឋារចនាសម្ព័ន្ធនៃរបបភេរវកម្មអ៊ីរ៉ង់នៅក្នុងទីក្រុងតេហេរ៉ង់បន្ថែមពីនោះប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារយ៉ាងខ្លាំងនៅក្នុងទីក្រុងតេហេរ៉ង់ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ IDF ចំណែកឯប្រទេសកាតាបាននិយាយថាខ្លួនបានចាប់ស្ទាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិកក្នុងទីក្រុងឌូហាមន្ត្រីរបស់ប្រទេសកាតាបានប្រកាសនៅព្រឹកថ្ងៃសុក្រថាយោធារបស់ពួកគេបានបញ្ឈប់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលសម្ដៅទៅលើមូលដ្ឋានទ័ពអាកាសអ៊ីលយូឌីតក្នុងទីក្រុងយូដាក្រសួងការពារជាតិកាតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថាកងកម្លាំងការពាររបស់ខ្លួនបានចាប់ស្ទាក់ដោយជោគជ័យនៅការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសម្ដៅទៅលើ IUDIT ដែលជាមូលដ្ឋានទ័ពសហរដ្ឋអាមេរិកដ៏ធំបំផុតនៅមជ្ឈមបូព៌ាដែលមានទាហានសហរដ្ឋអាមេរិកប្រហែល 8,000 ទៅ 10,000 នាក់ក្រសួងការពារជាតិរបស់ប្រទេសកាតាបានរាយការណ៍កាលពីព្រឹកថ្ងៃប្រហោះថាប្រទេសខ្លួនត្រូវបានគេកំណត់គោលដៅដោយមីស៊ីលផ្លោងចំនួន14គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន4ពីប្រទេសអ៊ីរ៉ង់មីស៊ីលទាំងអស់នោះត្រូវបានចាប់ស្ទាក់ដោយកំជ្រួចដែលនៅសល់ធ្លាក់ចូលក្នុងសមុទ្រគូបញ្ជាក់ផងដែរថាស្ថានទូតអាមេរិកប្រចាំប្រទេសកាតាកាលពីថ្ងៃពុធបានប្រកាសថាក្រសួងការបរទេសបានបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលដែលមិនស្ថិតក្នុងភាពអាសន្នទាំងអស់និងក្រុមគ្រួសាររបស់ពួកគេចាក់ចេញពីប្រទេសកាតាស្ថានទូតបានបន្ថែមថាវាស្ថិតនៅក្រោមការបញ្ជាឲ្យមានជម្រកសម្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ទាំងអស់ដែលនៅសេសសល់តួយ៉ាងអនុសារណៈរបស់កងទ័ពបាននិយាយថាអ៊ីរ៉ង់បានបង្ហាញខ្លួនដើម្បីខ្លំមើលមជ្ឈមណ្ឌលដែលកងទ័ពសហរដ្ឋអាមេរិកត្រូវបានសម្លាប់ក្នុងប្រទេសគុយវ៉េត
លោកសាប្រដាមុនមានការវិប្រហាសងសឹករបស់អ៊ីរ៉ង់ដែលបានសម្លាប់សមាជិកសេវាកម្មអាមេរិកចំនួន6នាក់នៅក្នុងប្រទេសគុយវេតខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយទីក្រុងតេហេរ៉ង់បានចាប់ផ្ដើមចារកម្មអ៊ីរ៉ង់ទំនងជាអាចកំណត់អត្តសញ្ញាណនិងតាមដានកងកម្លាំងសហរដ្ឋអាមេរិកដែលផ្លាស់ប្ដូរទីតាំងយោធាជាផ្នែកនៃផែនការការពារកងកម្លាំងរបស់មន្ទីរបញ្ចកោណកងទ័ពបានផ្លាស់ប្ដូរដោយប្រមាណមើលការវាយប្រហារទុកជាមុនលើប្រទេសអ៊ីរ៉ង់នេះបើយោងតាមអនុសារណៈរបស់កងទ័ពកណ្ដាលសហរដ្ឋអាមេរិកដែលបានពិនិត្យដោយសារព័ត៌មាន CSB News យោងតាមមន្ត្រីយោធាសហរដ្ឋអាមេរិកចំនួន3នាក់ដែលនិយាយក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថាយន្តហោះគ្មានមនុស្សបើក Quadcopter ខ្នាតតូចរបស់អ៊ីរ៉ង់ត្រូវបានគេមើលឃើញថាហោះហើរជុំវិញកំពង់ផែ Shuaiba ក្នុងប្រទេសគុយវេតហើយត្រូវបានគេសង្ស័យថាបានធ្វើការឆ្លប់យកការមុនពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមិនតែប៉ុណ្ណោះអាមេរិកបានដកទណ្ឌកម្មខ្លះជាបណ្ដោះអាសន្នដើម្បីឲ្យឥណ្ឌាទិញប្រេងពីរុស្ស៊ីជាមួយនឹងសង្គ្រាមនៅមជ្ឈមបូព៌ាបានធ្វើឲ្យតម្លៃប្រេងកើនឡើងក្រសួងធនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃប្រហោះបាននិយាយថាខ្លួននឹងដកទណ្ឌកម្មមួយចំនួនរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីអនុញ្ញាតឲ្យឥណ្ឌាទិញប្រេងពីរុស្ស៊ីយោងតាមអាជ្ញាប័ណ្ណដែលចេញដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងធនាគារទណ្ឌកម្មដែលបានដកចេញនឹងដំណើរការរហូតទៅដល់ថ្ងៃទី4ខែមេសាហើយនឹងអនុវត្តចំពោះតែប្រេងដែលត្រូវបានទិញដោយក្រុមហ៊ុនឥណ្ឌាដើម្បីដឹកជញ្ជូននៅកំពង់ផែឥណ្ឌាទោះបីជាមានទណ្ឌកម្មទាំងនោះក៏ដោយក៏ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីខែធ្នូក្នុងកំឡុងពេលដែលលោកនិងនាយករដ្ឋមន្ត្រីឥណ្ឌាលោកនេរិនត្រាមូឌីបានប្រកាសកម្មវិធីពាណិជ្ជកម្មសេដ្ឋកិច្ចសារព័ត៌មាន AP បានរាយការណ៍ថាមន្ត្រីឥណ្ឌាបាននិយាយថាពួកគេនឹងគ្រប់តាមលក្ខខណ្ឌអន្តរជាតិជាចុងបញ្ចប់មន្ត្រីអាមេរិកបានប្រាប់ CBS News ថាយន្តហោះគ្មានមនុស្សបើក MQ-9 Raptor របស់អាមេរិកចំនួន3គ្រឿងត្រូវបានទម្លាក់វាមិនច្បាស់ទេថាយន្តហោះគ្មានមនុស្សបើកចំនួន3គ្រឿងបានធ្លាក់នៅកន្លែងណាឲ្យពិតប្រាកដនោះប៉ុន្តែម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវ Raptor បានព្យាយាមធ្លាក់នៅក្នុងឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ក្រុមមន្ត្រីមួយចំនួនបាននិយាយថានៅក្នុងឧបទ្ទវហេតុដាច់ដោយឡែក MQ-9 Raptor មួយផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងចំណុចមួយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺសម្រាប់ព្រឹត្តិការណ៍នៃថ្ងៃទី7នៃសង្គ្រាមរវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកគិតមកត្រឹមម៉ោង 2:30 នាទីមកទល់ថ្ងៃទី6ខែមីនាឆ្នាំ2026នេះយើងនឹងបន្តតាមដានរឿងដែលកំពុងវិវត្តនេះហើយយើងនឹងនាំមកជូនអ្នកនៅព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនា